ជំរាបសួរខ្ញុំឈ្មោះ David ខ្ញុំជាកូនសិស្សម្នាក់នៅក្នុងថ្នាក់ Bootcamp សម្រាប់បទពិសោធន៍ក្នុងការ trade ខ្ញុំបើគិតមកដល់ថ្ងៃនេះមាន1ឆ្នាំកន្លះប៉ុន្តែពីមុនយើង trade ដោយអត់មាន structure ច្បាស់លាស់អត់មាន discipline នេះដោយ trade ពឹងផ្អែកលើ ChatGPT ហ្មងខ្ញុំ trade លើការ research ផ្ទាល់ខ្លួនហ្មងអត់មាន concept អត់មាន discipline ច្បាស់លាស់ទេហើយក៏ខ្ញុំអត់មាន trade ទៅលើបទពិសោធន៍ឬក៏មានគ្រូ mentor មួយណាច្បាស់លាស់ដែរអ្វីដែលខ្ញុំ trade តាមការមើលឃើញលើ social media ជាមួយនឹងការ research របស់ខ្ញុំមកអញ្ចឹងលទ្ធផលដែលខ្ញុំទទួលបានវាអវិជ្ជមានដែលធ្វើឲ្យខ្ញុំ quick ពីការ trade ដល់រយៈពេល1ឆ្នាំលទ្ធផលដែលខ្ញុំទទួលបានពីការចូល bootcamp ហ្នឹងទី1ខ្ញុំមាន checklist ខ្ញុំត្រឹមត្រូវខ្ញុំមាន discipline ហើយទី2ខ្ញុំ trade ដោយ confident មកដោយសារតែមុនខ្ញុំចូល trade ខ្ញុំត្រូវមាន checklist របស់ខ្ញុំត្រឹមត្រូវសម្រាប់ទៅលើផ្នែក psychology ពីមុនខ្ញុំចូល bootcamp សម្រាប់ការ trade បើយើងគិតមើលទៅវាដូច gambling ចឹងយើង trade ពឹងលើ cent ទាំងអស់យើងគិតថានឹងឡើងយើងចូល trade យើងគិតថានឹងចុះយើងចូល trade ប៉ុន្តែសម្រាប់ពេលដែលខ្ញុំចូល bootcamp ហើយមុនដែលខ្ញុំចូល trade មួយគ្រប់ checklist ខ្ញុំចូល trade តែមួយទោះបីជាវាត្រូវឬក៏វាខុសក៏ខ្ញុំអត់មាន regret ដែរហើយព្រោះដោយសារការ trade របស់ខ្ញុំមាន risk management ខ្ញុំត្រឹមត្រូវការ trade ក៏វាអត់មានត្រូវភ័យថាអូខេឥឡូវយើងត្រូវបាត់បង់ប៉ុណ្ណេះយើងត្រូវខាតប៉ុណ្ណេះហើយយើងបន្ទោសខ្លួនឯងដែរនៅពេលដែលយើងមាន checklist ច្បាស់លាស់តាមបទពិសោធន៍ខ្ញុំរយៈពេលដែលខ្ញុំបាន practice 4ថ្ងៃហើយខ្ញុំបាន pass prod firm ហ្នឹងនៅថ្ងៃទី3ដែលដូចខ្ញុំបង្ហាញមុនហ្នឹងចឹងហើយតាមពិតទៅក្នុង bootcamp គ្នាទាំងអស់ខ្ញុំមកចេះជាងគេខ្ញុំមកស្គាល់សូម្បីតែ sell limit buy limit ហើយអ្នកចុងក្រោយខ្ញុំ pass prod firm មុនគេអ្នក trader ថ្មីខ្ញុំចង់និយាយថា trader is not for everyone វាស្រួលប៉ុន្តែក៏វាពិបាកដែរបើសិនជាយើងអត់មាន concept យើងអត់មាន rule ច្បាស់លាស់